នៅក្នុងពិភពអនាគតអ្វីដែលមកជំនួសទូរស័ព្ទដៃគឺជារ៉ូបូតប៊ូឆ្លាតវៃមួយគ្រាប់នេះឯងវាមិនត្រឹមតែមានមុខងារគ្រប់យ៉ាងដូចទូរស័ព្ទដៃប៉ុណ្ណោះទេថែមទាំងអាចផ្លាស់ប្ដូររូបរាងទៅតាមចំណង់ចំណូលចិត្តរបស់ម្ចាស់ទៀតផងពេលភ្ជាប់អ៊ីនធឺណិតភ្លាមវាអាចផ្លាញ់ខ្លួនបាន72ក្បាច់ផ្លែតធ្វើជាទន្សាយកំហូចធ្វើជា Iron Man ដ៏សង្ហាឬធ្វើជាស្វាធំដ៏គួរឲ្យស្រឡាញ់វាស្ទាត់ជំនាញរងគ្រប់ចង្វាក់អាចប្រែខ្លួនជា D បានភ្លាមហើយថែមទាំងអាចក្លាយជាគ្រាប់រ៉ុកែតបានមិនត្រឹមតែអាចបញ្ចាំងរូបភាព360ដឺក្រេយ៉ាងច្បាស់ត្រជាក់ភ្នែកជីលើវាក៏អាចប្រែជាឡានប្រាំងទំនើបកប់សេរីបានដែរប៊ូឆ្លាតវៃដែលអស្ចារ្យថ្នាក់នេះតើក្មេងណាដែលថាមិនស្រឡាញ់នោះគ្រាន់តែប៊ូឆ្លាតវៃនេះចេញលក់ភ្លាមឪពុកម្ដាយពេញប្រទេសនាំគ្នាទិញឲ្យកូនលេងក្មេងជិះប៊ូឆ្លាតវៃទៅរៀននាំទាំងប៊ូឆ្លាតវៃចូលរៀនទៀតមិនយូរប៉ុន្មានប៊ូឆ្លាតវៃក៏ក្លាយជាវត្ថុជាប់ខ្លួនរបស់ពួកគេមានតែទូឯកប្រុសបននេះម្នាក់គត់ដែលជាក្មេងតែម្នាក់គត់គ្មានប៊ូឆ្លាតវៃនឹងគេដោយសារតែគ្រួសារមិនសូវមានជីវភាពបននេះបានត្រឹមជិះស្គូតទៅរៀនឃើញមិត្តភក្តិមានប៊ូឆ្លាតវៃគ្រប់គ្នាបននេះច្រណែនគេខ្លាំងណាស់គេបានត្រឹមស្រមើស្រមៃរាល់ថ្ងៃបើខ្លួនឯងអាចមានប៊ូឆ្លាតវៃមួយនឹងគេដែរមិនដឹងជាល្អយ៉ាងណាទេដល់ថ្ងៃខួបកំណត់របស់បននេះគេភ្ញាក់ឡើងក៏ឃើញមានប៊ូឆ្លាតវៃមួយនៅក្នុងបន្ទប់គេសប្បាយចិត្តខ្លាំងរហូតរត់ទៅឪពុកលុះបាក់មើលដោយក្តីរំភើបចុះអាមួយនេះមិនក៏មិនដូចរបស់គេចឹងមិនត្រឹមតែគ្មានមុខងារអ្វីសោះថែមទាំងចេះតែស្រែកលោឡាហើយរត់ដេកផ្ដាស់ទៀតមើលទៅដូចជាគ្រាប់បែកកំណត់ពេកចឹងវាមិនស្ដាប់បញ្ជាអ្វីរបស់បននេះទាំងអស់មួយសន្ទុះក្រោយមកវាបំបែកបំបាក់ផ្ទះឡើងញញៃអស់បើប្រៀបធៀបនឹងរបស់មិត្តភក្តិប៊ូឆ្លាតវៃនេះដូចជាអាខូចបង្កការរឿងចឹងតាមពិតប៊ូឆ្លាតវៃនេះជាអីវ៉ាន់មានខូចគុណភាពសោះវាបានធ្លាក់បែកក្នុងឡូតដឹកជញ្ជូនដើមឡើយត្រូវបញ្ជូនទៅការិយាល័យកណ្ដាលដើម្បីជួសជុលតែដោយសារតែមានការច្រឡំទើបធ្លាក់មកដល់ដៃបននេះបែបនេះបននេះចង់យកប៊ូឆ្លាតវៃទៅរោងចក្រវិញដើម្បីជួសជុលតែបែរជាជួបក្រុមក្មេងបាបផ្សារតាមផ្លូវពួកវានាំគ្នាសើចចំអកឲ្យប៊ូសម្រាមរបស់បននេះរំពេចនោះនៅវិនាទីបន្ទាប់ប៊ូឆ្លាតវៃនេះដូចជាដឹងក្តីចឹងពេលឃើញគេមកធ្វើបាបម្ចាស់វាក៏បើកវេបវិញយ៉ាងសាហាវវាពួកក្មេងបាបផ្សារនោះរត់ប្រៀបដូចជារត់យករួចខ្លួនចឹងជួយរំដោះកំហឹងឲ្យបននេះបានមួយទំហឹងអ្នកដែលធ្លាប់មើលរឿងបែបវិទ្យាសាស្ត្រប្រកាសជាដឹងច្បាប់ទាំង3នៃរ៉ូបូតរបស់ Asimov រ៉ូបូតដាច់ខាតមិនអាចធ្វើបាបមនុស្សឡើយប៉ុន្តែដោយសារតែវាជាអីវ៉ាន់ខូចគុណភាពដែលមិនបានដំឡើងប្រព័ន្ធសុវត្ថិភាពទើបវាបំបែកច្បាប់ដ៏តឹងរ៉ឹងបែបនេះបានដើម្បីការពារម្ចាស់វាបានបង្ហាញពីមនោសញ្ចេតនាដូចជាមនុស្សលោកចឹងឯប៊ូឆ្លាតវៃដទៃទៀតចេះតែស្ដាប់បង្កាប់មានតែវាទេដែលមានគំនិតឯករាជ្យខ្លួនឯងបននេះបាននាំប៊ូឆ្លាតវៃរត់ចេញពីទីលានគេសើចសប្បាយយ៉ាងរីករាយនៅលើវាលស្មៅគេខានសប្បាយចិត្តបែបនេះយូរណាស់មកហើយពេលនេះបននេះទើបតែដឹងពីភាពពិសេសរបស់ប៊ូឆ្លាតវៃនេះថែមទាំងដាក់ឈ្មោះឲ្យវាថារ៉នទៀតផងចាប់ពីពេលនោះមកបននេះបង្រៀនរ៉នយ៉ាងយកចិត្តទុកដាក់អំពីរបៀបធ្វើជាប៊ូឆ្លាតវៃគ្រប់លក្ខណៈថែមទាំងចែករំលែកអ្វីដែលខ្លួនចូលចិត្តនិងអ្វីដែលខ្លួនខ្លាចប្រាប់ទៅរ៉នទាំងអស់រ៉នគ្មានស្បែកក្រៅទេបននេះក៏គួរឲ្យវាមួយរ៉នមិនចេះផ្លាញ់ជាឡានទេបននេះក៏បង្រៀនឲ្យវាប្រើកង់ទោះបីជារ៉នដ៏ភ្លើខំប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយក៏វានៅតែចាំមិនបានប៉ុន្មានដែររហូតដល់ពេលយប់គេងវានៅតែលួចមើលមេរៀននៅក្រោមគ្រែដោយដឹងថាបននេះខ្លាចចង្អិតវាក៏ប្រើប្រាស់ភ្លើងអគ្គិសនីក្នុងខ្លួនដើម្បីបំភ្លឺបន្ទប់និងផ្ដល់ភាពកក់ក្ដៅឲ្យគេដឹងថាបននេះគ្មានមិត្តភក្តិរ៉នក៏យករូបថតរបស់គេទៅបិទពេញមួយផ្លូវបននេះមិនបានដំឡើងកម្មវិធីឆាតទេរ៉នក៏បានត្រឹមដើរផ្ញើពាក្យសម្រាប់អានបែបឈួតទៅកាន់អ្នកដើរតាមផ្លូវបននេះមិនអាចចុច like ឲ្យកន្លែងបង្កើតរូបភាពរបស់អ្នកដទៃបានទេរ៉នក៏គូររូបបេះដូងតែចុច like ដោយដៃផ្ទាល់ឲ្យគេអ្វីដែលបននេះស្មានមិនដល់ជាងនេះទៅទៀតនោះគឺវ៉នហ៊ានលួចតាមគេទៅដល់សាលារៀនរួចហើយក៏ទៅពោលកូនង៉ែតម្នាក់មកដោយប្រាប់ថាជាសង្សារថ្មីដែលរកឲ្យបននេះធ្វើឲ្យម្ដាយក្មេងស្រែកលោឡាពេញនឹងតែនឹកស្មានមិនដល់បែរជាត្រូវពួកក្មេងបាត់ពួកវាគេចូលកាច់ជ្រុងហើយសួរថាមិនក៏ឯងអាចវាមនុស្សបានរ៉នក៏ឆ្លើយតបទៅវិញថាមកពីខ្លួនមិនបានដំឡើងប្រព័ន្ធសុវត្ថិភាពពួកក្មេងបាបផ្សារក៏ចាប់អារម្មណ៍ភ្លាមវាបានបញ្ជាឲ្យប៊ូឆ្លាតវៃរបស់វាទៅចម្លងកូដរបស់រ៉នហើយវានឹងចម្លងកូដនោះដោយស្វ័យប្រវត្តិផ្ញើទៅឲ្យប៊ូឆ្លាតវៃដទៃទៀតប៊ូឆ្លាតវៃទាំងនោះក៏ចាប់ផ្ដើមបាត់បង់ការគ្រប់គ្រងមួយសន្ទុះក្រោយមកប៊ូឆ្លាតវៃក្នុងសាលារៀនក៏ប្រែជាខូចនឹងកាច់សាហាវទាំងអស់នេះជាអ្វីដែលពិភពបច្ចេកវិទ្យាបច្ចុប្បន្នខ្លាចបំផុតគឺបាត់បង់ការគ្រប់គ្រងនៅពេលដែលគ្មានគ្រឹះនិងគ្មានសិលធម៌មកទប់ស្កាត់ហើយវាប្រឡាក់ប្រឡូកដោយគំនិតអាក្រក់របស់មនុស្សវានឹងប្រែប្រួលភ្លាមពីអ្នកមើលថែខ្លាចជាបិសាចដែលបំផ្លាញអ្វីគ្រប់យ៉ាងនេះពិតជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការរីកចម្រើនយ៉ាងឈួតលីលានៃនាពេលបច្ចុប្បន្នប៊ូឆ្លាតវៃចាប់ផ្ដើមប្តឹងគ្នាបន្តិចម្ដងខ្លាចទៅជាបិសាចប៊ូឆ្លាតវៃដ៏គួរឲ្យខ្លាចហើយចាប់ផ្ដើមបំផ្លិចបំផ្លាញយ៉ាងខ្លាំងនៅក្នុងសាលាមិនទាន់អស់នៅឡើយទេបិសាចនោះបានខំពំក្មេងស្រីម្នាក់ដែលកំពុងឡាយផ្ទាល់ហើយលេបនាងចូលទៅក្នុងពោះនៅឯទីស្នាក់ការកណ្ដាលប៊ូឆ្លាតវៃក៏បានឃើញការឡាយផ្ទាល់នោះភ្លាមដែរដើម្បីបញ្ឈប់ចលាចលនេះអ្នកបច្ចេកទេសបានបិទប្រព័ន្ធប៊ូឆ្លាតវៃទាំងអស់ភ្លាមត្រឹមមួយផ្លេតប៊ូឆ្លាតវៃដែលបានប្រែជាបិសាចទាំងនោះក៏បានកំណត់ឡើងវិញទៅទម្រង់ដើមទាំងអស់ទើបការញញៃនេះត្រូវបានស្ងប់ស្ងាត់ទៅវិញក្រោយឆ្លងកាត់វិបត្តិនេះថ្នាក់ដឹកនាំបានតាមដានតម្រុយផ្សេងហើយរកឃើញថាអ្នកនៅពីក្រោយក្នុងគឺរ៉នដើម្បីកិត្តិយសរបស់ប៊ូឆ្លាតវៃថ្នាក់ដឹកនាំបានសម្រេចចិត្តភ្លាមប្រមូលរ៉នយកទៅកំទេចចោលពួកគេដាច់ខាតមិនអនុញ្ញាតឲ្យមានប៊ូឆ្លាតវៃដែលគ្មានការគ្រប់គ្រងលេចឡើងឡើយពួកគេបាននាំកម្លាំងយ៉ាងច្រើនទៅរកនៅផ្ទះរបស់បានីសំណាងល្អបានីបាននាំរ៉នរត់គេចខ្លួនមុនបានីដឹងថាពេញទីក្រុងសុទ្ធតែមានកាមេរ៉ាសុវត្ថិភាពទើបនាំរ៉នឆ្ពោះទៅកាន់ព្រៃនៅជីក្រុងពួកគេបានបញ្ចេញចរិតពិតនៅទីនេះយ៉ាងពេញទំហឹងបានីរើសមែកឈើចាក់រ៉នពីរជើងរ៉នក៏លីដុំឈើរៀបនឹងសំពងគេបន្តិចដែរតែពេលកំពុងដេញប្រកែកគ្នានោះបែរជាធ្លាក់ចូលទៅក្នុងរន្ធភពថែមទាំងបាច់ភពប្រឡាក់បានីពេញខ្លួនអ្នកទាំងពីរប្រែជាកូនក្រមុំភពបាត់ទៅហើយប៉ុន្តែវាមិនទាន់ចប់ត្រឹមនឹងទេរ៉នឃើញជ្រុះក៏លោតចុះទៅធ្វើឲ្យបានីភ័យប្រញាប់ស្រវាចាប់ទីឡើងមកវិញគឺនៅក្នុងការផ្សងព្រេងបែបនេះឯងដែលពួកគេបង្កើតបានជាមិត្តភាពពិតប្រាកដលុះដល់យប់ឡើងរ៉នក៏បដូរម៉ូដផ្ដល់ពន្លឺនិងភាពកក់ក្ដៅឲ្យបានីប៉ុន្តែធ្វើបែបនេះស៊ីធំខ្លាំងណាស់ថ្មរបស់រ៉នក៏អស់រលីងយ៉ាងលឿនសូម្បីតែបានីក៏ឃ្លានផងរងាផងឯពេលនោះនៅទីស្នាក់ការកណ្ដាលប៊ូឆ្លាតវៃថ្នាក់ដឹកនាំដើម្បីតាមរករ៉នបានលួចបើកម៉ូដស្វែងរកនៃប៊ូឆ្លាតនៅពេលអាធ្រាត្រព
ពួកគេទាំងអស់គ្នាបានតម្រង់ទៅព្រៃហើយចាប់ផ្ដើមរៀបរាប់គ្រប់ពន្លឺកំហុសសាច់រឿងត្រង់នេះពិតជាបាននកាយធាតុពិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនក្នុងជីវិតពិតមែនសម្បកក្រៅការពីឯកជនភាពអ្នកប្រើប្រាស់តែក្នុងភ្នំចង់បើកកាមេរ៉ាអ្នកពេលណាក៏បើកចង់ឆែកទីតាំងអ្នកពេលណាក៏ឆែកក្នុងភ្នែកពួកអ្នកទុនអ្នកប្រើប្រាស់មិនមែនជាមនុស្សទេតែជាបណ្ដុំទិន្នន័យដែលឲ្យទាញយកប្រើពេលណាក៏បាននេះដឹងសញ្ញាគ្រោះថ្នាក់មានតែនាំរនរត់គេខ្លួនគ្រប់ទីប៉ុន្តែភ្លាមនោះគេស្រាប់តែចំពុកជើងនឹងមេឈើដួលចូលទៅក្នុងរន្ធជ្រៅមួយទើបបានរួចផុតពីការរៀបរាប់ដោយចៃដន្យថ្នាក់ដឹកនាំដែលរកមិនឃើញអ្វីសោះក៏បានតែដកប៊ូឆ្លាតវៃត្រឡប់ទៅវិញអស់ឯបានីវិញគឺកំសត់ណាស់ឥឡូវនេះសំបីតែឈោក៏ឈោមិនរួចផងឆ្លៀតពេលរននៅមានធំបន្តិចបានីនិយាយទាំងអស់សង្ឃឹមបន្ទាប់មករនបានប្រាថ្នាដែលនៅសល់តិចតួចលីបានីរត់គេចចេញពីព្រៃរនដាក់គេចុះហើយរត់ទៅរកជំនួយនៅឆ្ងាយតែម្នាក់ឯងយ៉ាងលឿនក្មេងទាំងអស់បានប្រញាប់មកជួយឡានពេទ្យក៏មកដល់ភ្លាមដែរប៉ុន្តែខាងទីស្នាក់ការប៊ូឆ្លាតវៃក៏បានបញ្ជូនមនុស្សមកដែរពួកគេបានចាប់យករនទៅដោយបង្ខំបំណងយកគេទៅកំទេចចោលឲ្យបាត់លុះបានីដឹងខ្លួនឡើងនៅក្នុងមន្ទីរពេទ្យរនមិនបាននៅក្បែរគេទៀតទេពេលនោះអ្នកបច្ចេកទេសបានដើរចូលមកថែមទាំងនាំយករនថ្មីស្រឡាំងម្នាក់មកទៀតប៉ុន្តែបានីមើលតែមួយផ្លែតក៏ចំណាំបានហើយប្រាប់ឲ្យគេយករនដាំមកវិញអ្នកបច្ចេកទេសក៏បានតែប្រាប់គេថារនត្រូវបានកំទេចចោលហើយប៉ុន្តែទិន្នន័យរបស់គេនៅមាននៅក្នុងទិន្នន័យកណ្ដាលដើម្បីជួយមិត្តភក្តិមកវិញបានីបានប្រញាប់ទៅកាន់ទីស្នាក់ការប៊ូឆ្លាតវៃភ្លាមដោយមានការជួយជ្រោមជ្រែងពីអ្នករាល់គ្នាបានីបានទៅដល់បន្ទប់ទិន្នន័យកណ្ដាលដោយជោគជ័យតែនៅទីនេះមានទិន្នន័យប៊ូឆ្លាតវៃរាប់សែនរាប់ម៉ឺនតាមមួយណាទៅជារនក្នុងពេលជាមួយគ្នានោះថ្នាក់ដឹកនាំក៏បានដឹងពីសកម្មភាពរបស់បានីគេបានបញ្ជាឲ្យផ្ដាច់ភ្លើងបន្ទប់ទិន្នន័យភ្លាមនៅពេលដែលពន្លឺបាត់បង់ទៅបន្តិចម្ដងបានីបានពួនក្រំទៅទាំងភ័យខ្លាចពេលនោះបានីនឹកឃើញថាខ្លួនឯងខ្លាចចង្អិតពេលនៅផ្ទះដាច់ភ្លើងរនតែងតែភ្លឺពន្លឺឡើងនៅកណ្ដាលព្រៃគ្មានភ្នក់ភ្លើងក៏គឺរនដែលបញ្ចាំងពន្លឺឲ្យគេមិនថាពេលណានោះទេរនមិនដែលភ្លេចឡើយថាគេខ្លាចចង្អិតនៅក្នុងបន្ទប់ទិន្នន័យដ៏ងឹតស៊ុបចុងក្រោយមានពន្លឺមួយខ្សែភ្លឺឡើងសម្រាប់បានីនេះហើយជាចំណុចប៉ះដួងចិត្តបំផុតនៃរឿងនេះប្រព័ន្ធវៃឆ្លាតអេជាន់ខ្ពស់នឹងផ្អែកលើ Big Data ដើម្បីធានាជម្រើសល្អបំផុតឲ្យអ្នកប៉ុន្តែមិត្តភក្តិពិតប្រាកដទោះជាគូក្បាលគេអន់យ៉ាងណាក៏ដោយប្រព័ន្ធខ្វះចន្លោះយ៉ាងណាក៏ដោយក៏នៅតែយកចំណុចខ្សោយនិងភាពភ័យខ្លាចរបស់អ្នកចងចាំទុកយ៉ាងជាប់នៅក្នុងចិត្តបានីក៏តោងឡើងជណ្ដើរដ៏ខ្ពស់ប្រញាប់ប្រញ័រដក hard disk ចេញស្នាមញញឹមដែលស្និទ្ធស្នាលក៏បង្ហាញឡើងភ្លាមដោយមានការជួយជ្រោមជ្រែងពីមិត្តភក្តិនៅការិយាល័យទីបំផុតមូលដ្ឋានទិន្នន័យក៏មានភ្លើងប្រាវិញបានីបានយក hard disk របស់រនទៅដោតចូលក្នុងប៊ូឆ្លាតវៃមួយដែលមិនទាន់បានដំឡើងប្រព័ន្ធមិត្តភក្តិរបស់គេក៏បានត្រឡប់មកវិញដែរប៉ុន្តែខណៈពេលនៃការជួបជុំគ្នានេះនឹងត្រូវបញ្ចប់ក្នុងពេលឆាប់ព្រោះអ្វីដែលពួកគេត្រូវប្រឈមមុខបន្ទាប់គឺជាការលាគ្នាដែលនឹកស្មានមិនដល់ព្រោះបានីបានដឹងថាការិយាល័យកណ្ដាលបបតមិនបានសុំការអនុញ្ញាតសោះលួចមើលឯកជនភាពរបស់ក្មេងគ្រប់ពេលវេលាមនុស្សគ្រប់គ្នារស់នៅក្នុងពិភពនិមិត្តបែរជាមើលរំលងការរាប់អានគ្នាក្នុងជីវិតពិតទើបបានីយល់ច្បាស់ថាតាមពិតរនគឺជាបតដែលល្អបំផុតទោះបីជាវាគ្រាន់តែជាអីវ៉ាន់មានគ្លៀបបន្តិចបន្តួចតែវាមិនដែលលួចមើលជីវិតផ្ទាល់ខ្លួនរបស់គេឡើយពេលនោះរនមើលធ្លុះចិត្តរបស់បានីបើឯងចង់អាចភ្ជាប់ខ្ញុំទៅកាន់បណ្ដាញឆ្លាតវៃបានខ្ញុំនឹងចែករំលែកកូដទៅឲ្យបបតផ្សេងទៀតធ្វើបែបនេះបបតទាំងអស់នឹងអាចអាប់ដេតទៅជាដូចរូបខ្ញុំបានបានីក៏សប្បាយចិត្តខ្លាំងណាស់ដែរព្រោះគេចង់ឲ្យមិត្តភក្តិទទួលបានក្តីសុខបែបនេះដូចគ្នាគេដាក់រនចូលទៅក្នុងកន្លែងភ្ជាប់ហើយចុចប៊ូតុងចាប់ដើមតែភ្លាមនោះពន្លឺលើខ្លួនរបស់រនប្រែជាស្រអាប់ទៅបានីដឹងថាមានរឿងមិនស្រួលក៏ប្រញាប់ចុចប៊ូតុងផ្អាប់ភ្លាមតាមពិតកូដរបស់រនគឺជារូបភាពដាច់ពីគ្នាមិនអាចចម្លងបានទេបានតែបញ្ជូនចេញប៉ុណ្ណោះឲ្យតែរនបញ្ជូនកូដទាំងអស់ចេញវាមានន័យថាជីវិតរបស់វាក៏ត្រូវបញ្ចប់ដែរបានីមិនចង់បាត់បង់រនម្ដងទៀតទេក៏សម្រេចចិត្តបោះបង់ចោលតែរនប្រាប់គេវិញថាខ្ញុំបង្កើតមកគឺដើម្បីរាប់អានមិត្តស្អីគេទេអញត្រូវទៅជាមួយខ្ញុំធ្វើជាមិត្តភក្តិរបៀបម៉េចគឺឯងជាអ្នកប្រាប់ខ្ញុំពេលសម្លឹងមើលមិត្តភក្តិដោយកោនៅលើអេក្រង់បានីដឹងថាមានតែពួកគេទេដែលអាចផ្លាស់ប្ដូររឿងទាំងអស់នេះបានទើបចុចប៊ូតុងចាប់ផ្ដើមម្ដងទៀតវាស័ក្តិសមនឹងបដូរយកមិត្តល្អម្នាក់មកវិញមិត្តដែលល្អបំផុតតាមពិតនៅក្បែរខ្លួនឯងសោះខេរឿង Ron's Gone Wrong ពួកយើងនិយាយគ្នាតែប៉ុណ្ណេះសិនចុះថ្ងៃនេះមើលចុះ robot ដែលតែងតែមានបញ្ហាក្នុងរឿង robot អីវ៉ាន់មានឃ្លាតមួយនេះ Ron មិនអាចដូច robot ដទៃទៀតបានទេតែពឹងលើទិន្នន័យច្បាស់លាស់ទៅជួយម្ចាស់ស្វែងរកមិត្តដ៏ល្អឥតខ្ចោះនោះប៉ុន្តែគឺដោយសារការរស់នៅជាមួយគ្នាពិតប្រាកដដែលមានទាំងរឿងវល់វៃនិងរលាក់រលកទាំងនេះហើយទើបធ្វើឲ្យពួកគេខ្លាចជាបងប្អូនល្អនឹងគ្នាបំផុតរឿងនេះតាមពិតចង់ដាស់តឿនពួកយើងឥឡូវនេះរាល់ថ្ងៃរវល់តែជាមួយកម្មវិធីបណ្ដាញសង្គមនឹងត្រូវគេចំរុំដោយប្រព័ន្ធអុកតែងតែគិតថាតែត្រូវរកគ្នាតាមអនឡាញមានចំណងចំណូលចិត្តដូចគ្នាទើបហើយថាមិត្តល្អ
ប៉ុន្តែ robot ធ្លុះធ្លាយខ្សែភ្លើងមួយនេះប្រាប់ពួកយើងថាមិត្តភាពពិតប្រាកដមិនមែនកាន់នីចេញពីកូដដ៏ត្រជាក់ស្រេបនោះទេវាទាមទារឲ្យពួកយើងទម្លាក់ទូរស័ព្ទចុះទៅសម្របសម្រួលគ្នាក្នុងជីវិតពិតទៅយោគយល់នឹងអធ្យាស្រ័យលើភាពមិនល្អឥតខ្ចោះរបស់គ្នាសង្ឃឹមថាពេលពួកយើងរាប់អានមិត្តភ័ក្តិធម្មតាក៏កុំពឹងផ្អែកខ្លាំងពេកលើការរៀបចំនិងការចុច like ក្នុងពិភពអនឡាញហ៊ានចេញទៅប្រាស្រ័យទាក់ទងជាមួយមនុស្សដែលមានជីវិតរស់នៅក្នុងពិភពពិតទៅទោះបីជាជួបការទៅទាល់ឬអាអន់ចិត្តខ្លះក៏មិនអីដែរទឹកចិត្តពិតប្រាកដដែលមិនបានឆ្លងកាត់ការកែច្នៃទោះជាមើលទៅរៀងឆ្កុំបន្តិចមែនទើបជាអ្វីដែលកម្របំផុតក្នុងជីវិតនិងជានិស្ស័យរាប់អានដែលគួរឲ្យទុកចិត្តបំផុតរឿងរ៉ាវថ្ងៃនេះចប់តែប៉ុណ្ណេះហើយជួបគ្នានៅភាគក្រោយ